ហេតុផល4យ៉ាងដែលអ្នកមិនគួរប្រើទូរស័ព្ទជាម៉ោងរោមនុស្សភាគច្រើនញៀននឹងការប្រើប្រាស់ទូរស័ព្ទសឹងគ្រប់ពេលវេលាគ្រប់ទីកន្លែងនោះក៏ព្រោះតែទូរស័ព្ទមិនអាចកាត់ផ្តាច់ពីការប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃបានមិនថាធ្វើការសិក្សាឬសកម្មភាពអ្វីឡើយថ្ងៃនេះប្រិយមិត្តទាំងអស់គ្នានឹងបានដឹងពីមូលហេតុធំ4យ៉ាងដែលអ្នកមិនគួរប្រើសម្រាប់ជាម៉ោងរោដាស់អ្នកនោះទេដូច្នេះសូមប្រិយមិត្តទាំងអស់ទៅតាមដានសម្ដាប់ជាមួយយើងខ្ញុំដូចតទៅនេះហេតុផលទាំង4នោះរួមមានហេតុផលទី1វាប៉ះពាល់ដល់ដំណេករបស់លោកអ្នកនៅពេលអ្នកប្រើប្រាស់ទូរស័ព្ទវានឹងផ្ដល់ផលប៉ះពាល់មកលើការគេងរបស់លោកអ្នកតាមរយៈការចុចទៅលើប្រព័ន្ធសង្គមជាក់ស្ដែងអ្នកនឹងមានអារម្មណ៍ចេះតែចង់បន្តចុចលេងតាមរយៈការប្រើប្រាស់ផ្សេងៗលើសពីនេះពន្លឺខៀវនៅលើអេក្រង់ទូរស័ព្ទអ្នកនឹងធ្វើឲ្យចុះអន់ថយនៃការគេងនិងអាចបណ្ដាលឲ្យមានបញ្ហាខុសប្រក្រតីថែមទៀតផងបញ្ហាទី2វាអាចប៉ះពាល់ដល់ទម្លាប់នៅពេលព្រឹករបស់លោកអ្នកជាការពិតណាស់កាលណាអ្នកកាន់ទូរស័ព្ទនៅក្បែរដៃរបស់លោកអ្នកហើយអ្នកប្រកាសជាចង់ចូលពិនិត្យមើលប្រអប់សារផ្សេងៗនៅលើទូរស័ព្ទរបស់លោកអ្នកហេតុដូច្នេះហើយវានឹងធ្វើឲ្យអ្នកចំណាយពេលវេលាជាប្រចាំទៅលើរឿងអស់ទាំងនេះបញ្ហាទី3វាមានសំឡេងរំខានពិបាកស្ដាប់សំឡេងទូរស័ព្ទរោអាចមិនឮដូចជាសំឡេងកណ្ដឹងមែនតើនោះទេបន្ថែមពីនេះទៅទៀតសំឡេងញ័រទូរស័ព្ទរបស់អ្នកប្រចាំថ្ងៃគឺមិនមានប្រសិទ្ធភាពគ្រប់គ្រាន់ក្នុងការដាស់តក់អ្នកឡើយហេតុដូច្នេះហើយនៅពេលអ្នកកំណត់ម៉ោងរោអ្នកអាចនឹងងាយភ្ញាក់ក្រោកពីដំណេកថែមទៀតផងបញ្ហាទី4ថ្មទូរស័ព្ទរបស់អ្នកអាចអស់មុនពេលកំណត់ដោយដែលអ្នកបានដឹងហើយថាម៉ោងរោនៅលើទូរស័ព្ទរបស់លោកអ្នកអាចនឹងមិនមានឮនៅពេលទូរស័ព្ទលោកអ្នកអស់ថ្មនោះឡើយហេតុដូច្នេះហើយបើអ្នកមិនចង់ឲ្យមានការខកខានក្នុងរឿងអ្វីមួយនោះទេអ្នកគប្បីប្រើម៉ោងរោពិតប្រាកដដូច្នេះអ្នកគួរតែប្រើប្រាស់ម៉ោងរោមែនតែនសម្រាប់ការកំណត់ការគេងរបស់អ្នកប្រចាំថ្ងៃជាចុងក្រោយសូមអរគុណប្រិយមិត្តទាំងអស់គ្នាដែលបានតាមដានស្ដាប់ជាមួយយើងខ្ញុំដូចតទៅនេះ